ខ្ញុំមកអាមេរិកនេះជិតមួយឆ្នាំជាងអង្ការខ្ញុំមកហើយខ្ញុំគិតថាខ្ញុំសម្ភាសបានមកដល់ហើយធ្វើឯកសារឲ្យអស់ខ្ញុំនឿយតែចូលសញ្ជាតិទេហើយបន្ទាប់មកដោយសារតែខ្ញុំគិតអញ្ចឹងភាគច្រើនអ្នកដែលធ្វើលក្ខណៈថាភ្ជាប់ពាក្យឲ្យរត់ឯកសារអញ្ចឹងគឺអត់មានត្រូវចូលសម្ភាសទេតែឥឡូវជាក់ស្ដែងគឺគេសម្ភាសចាអ្នកដែលធ្វើលក្ខណៈថាយើងធ្វើជាគូនដឹងរត់ឯកសារមកធានាមករស់នៅជុំគ្នាអញ្ចឹងឥឡូវច្បាប់ថ្មីគឺត្រូវចូលសម្ភាសទាំងអស់យក green card រស់នៅពេញសិទ្ធនៅអាមេរិកនេះយើងអាចចូលសម្ភាសហ្នឹងគឺយើងអាចមានgreen card យើងអាចនៅអាមេរិកនេះពេញសិទ្ធបានណាយើងអត់ខុសច្បាប់ទេហ្នឹងណាហើយយើងសម្ភាសយកអានឹងបានមកហើយយើងអាចធ្វើការបានដូចគ្នានឹងឯកសារយើងគ្រប់គ្រាន់អស់ហើយបើយើងអត់ទាន់បានធ្វើអីអត់ទាន់បានមាន green card green អីហ្នឹងគឺយើងនៅដូចមានន័យថាយើងនៅខុសច្បាប់អញ្ចឹងពេលដែលយើងបានអស់ហ្នឹងហើយគឺយើងត្រូវច្បាប់ឲ្យបងអូនអញ្ចឹងអាចធ្វើការបានអីចឹងទៅហើយយើងនឿយតែយើងពេលយើងចេះយើងអាចចូលសញ្ជាតិយើង apply ទៅសម្ភាសទៅអីចឹងណាការខ្ញុំមកនេះខ្ញុំគិតថាគេមិនធ្វើអញ្ចឹងពួកឲ្យបងថ្លៃខ្ញុំគេអត់មានសម្ភាសអីយក green card អីទេបងអូនដាក់ឯកសារហើយគឺគេផ្ញើឲ្យតែម្ដង green card ហ្នឹងណាដល់ទៅពេលហ្នឹង10ឆ្នាំមុនអញ្ចឹងដល់ឥឡូវហ្នឹងគឺគេបដូរអស់ហើយខ្ញុំមិននឿយនៅមើលឯកសាររឿងប្តីប្រពន្ធអញ្ចឹងណាយើងសម្ភាសមកពីខ្មែរហើយនឿយថាមកដល់នេះយើងនឿយតែចាំយក green card បានធ្វើការធ្វើអីចឹងណាតែតាមការពិតបងអូនហើយដល់ពេលខ្ញុំភ្លេចអស់ជិតមួយឆ្នាំរឿងជីវប្រវត្តិស្នេហ៍យើងពីអ្នកប្តីប្រពន្ធហើយនឹងការរស់នៅឈ្មោះអីចឹងយើងនៅកន្លែងណាកន្លែងណីចឹងណាហើយខ្ញុំអត់បានបន្ទិញណាហើយអញ្ចឹងវាភ្លេចអស់យើងនឹកឃើញថាយើងមកហ្នឹងយើងមិននឿយសម្ភាសទៀតតែពិតឥឡូវច្បាប់គេដូរថ្មីហើយតឹងមែនតែនសម្ភាសហ្នឹងអញ្ចឹងយើងត្រូវចូលសម្ភាសទាំងអស់អញ្ចឹងអត់ងាយស្រួលទេមកដល់អាមេរិកនេះយើងត្រូវព្យាយាមតស៊ូប្រឹងប្រែងទាំងអស់គ្នាហើយនេះគឺបើនិយាយទៅជីវប្រវត្តិមកអាមេរិកប៉ិនខ្ញុំជិតមួយឆ្នាំជាងគឺវេទនាណាបងអូនដែរធ្វើឯកសារហើយយើងគិតថាយើងមិនចូលសម្ភាសទៀតយើងចូលតែសម្ភាសយុសញ្ជាតិអីចឹងណាពេលដែលយើងចេះចឹងទៅណាបងអូនណាចូលសម្ភាសភ្លាមយក green card ហ្នឹងណាមិនភីហើយយើងភ្លេចអស់ចឹងណាខ្ញុំធ្វើវីដេអូនេះចែកម្លែកទៅបងក្រោយចឹងទៅបើលក្ខណៈធ្វើជាគូនដឹងចឹងយើងត្រូវតែទន្ទិញមើលជីវប្រវត្តិពីអ្នកប្តីប្រពន្ធយើងចូលចិត្តអីមិនចូលចិត្តអីចឹងណាយើងត្រូវត្រៀមទោះបីយើងជាប់នៅស្រុកខ្មែរយើងមកដល់រដ្ឋអាមេរិកនេះយើងត្រូវតែចូលសម្ភាសម្ដងទៀតចឹងទៅអញ្ចឹងសំណួរដែលយើងត្រូវត្រៀមនៅស្រុកខ្មែរយើងត្រូវទៅត្រៀមមកអាមេរិកនេះដូចគ្នាចាគឺអត់មាននេះទេសម្ភាសនៅស្រុកខ្មែរសម្ភាសនៅអាមេរិកទៀតពេលដែលយើងចេះអង់គ្លេសខ្លាំងអីចឹងទៅយើងចូលសម្ភាសយកសញ្ជាតិតែម្ដងអូយបើនិយាយទៅវេទនាបងអូនហើយចាគឺធ្វើឯកសារច្រើនហើយចូលសម្ភាសទៀតអញ្ចឹងខ្ញុំមិនចោះចាញ់បងអូនតែឥឡូវយើងជោគជ័យចឹងអូយបើនិយាយទៅសំណាងសម្ភាសគឺស្រួលមែនតើគេស៊ូខ្ញុំ